កូនកាយចាំបញ្ចុកបបយាយផងម៉ែទៅរកទិញថ្នាំឲ្យយាយមួយផ្លែតចាស់ម៉ែអូយយាយហត់ណាស់ណែអ្នកថាដឹងព្រលឹមអល់ផងណា10000ការ3000អ្នកថាឯងយកបានក៏យកមិនបានក៏ហែកទៅចាយកអ្នកស្រីយកខ្ញុំសុំខ្ចីតែ20000ទេយកទៅទិញថ្នាំឲ្យម៉ែព្រោះគាត់ធ្វើទុកពេញមួយយប់ហើយឯងស្មានតែខ្ចីច្រើនធុញដល់ហើយពិតជាយ៉ាប់មែនហើយហត់ណាស់បើខ្ចីស្រួលហើយដល់ពេលសងការប្រាក់កុំពិបាកឲ្យសោះណាខ្ញុំមិនចូលចិត្តអ្នកចម្ពាក់លុយស្ពឹកទេចាខ្ញុំអរគុណអ្នកស្រីហើយម៉ែឯងទៅណាហើយម៉ូលីកាអើយអូនស្រីផ្សំថ្នាំក្អកមនុស្សចាស់យកប្រមាណដងអ្នកបង3ដងចឹងយក3ដងហ៎ញ៉ាំម្ដងមួយកញ្ចប់ដែលផ្សំនេះមួយថ្ងៃ3ដងនេះចាអរគុណហើយអ្នកបងអរគុណម៉ែលាបថ្នាំសេកាហុចទឹកឲ្យម៉ែនេះម៉ែសម្រានទៅមិនក៏មិនគិតទិញផ្លែឈើខ្លះផ្ញើក្មេងផងកុំគិតតែម៉ែវាពេកសកានេះថ្លៃប្រហែលដែរ1គីឡូ1800ពូអូថ្លៃសួរអត់ទិញគ្រូផ្អែមទេសុំភ្លក់លមើចាភ្លក់ទៅប្រហែលជាឆ្ងាញ់ហើយខ្ញុំមានគ្នា2នាក់ឡានចេញឥឡូវអូបាទខនអើយញ៉ាំឡើងឡានគេចេញឥឡូវអើយសូត្រចាំតិចទៅខ្ញុំទៅឡើយអូចាអរគុណបានចិត្តចាឆ្នាំឲ្យម៉ែនៅតែមិនតាន់ឃើញពុកមកទៀតពុកឯងជិះរទេះភ្លើងយូរចឹងហើយលបងណាត់តាំងពុកវាបែបមកហើយនឹងអម៉ែក្មួយកាសុខសប្បាយបងជំរាបសួរសុខសប្បាយទេបងជំរាបសួរសុខសប្បាយទេក្មួយកាលោកបងពុកវាឈឺទៀតហើយហ៎
ពាក្យសន្យាទេ ខនអើយខនជួយខនសម្លាញ់ខនអាយយ៉ាងមិនអើយខនយើងបានសន្យាថាយើងទៅផ្ទះជាមួយគ្នាខនអាយនិយាយជាមួយខ្ញុំមកខនអើយខនអាយមិនได้ស្លាប់ទេខនអាយត្រូវតែរស់ទៅជាមួយខ្ញុំយើងទៅផ្ទះទាំងអស់គ្នាខនអើយ ពុកវីខនគេបានស្លាប់បាត់ទៅហើយ ម៉ែទេអ៊ំអត់ទេអ៊ំបានឃើញនឹងភ្នែកដែរទេអ៊ំមានឃើញគាត់ទេអ៊ំ ជាចូលឆ្នាំរាប់រយដងទៀតក៏ពុកមិនមកដែរមែនទេម៉ែយើមិនដឹងជាប្រុសរស់ស្អីវាឆ្កែចង្រៃនេះចៅកាអ្នកណាគេមកចៅហើយផុកក៏ផុកច្រំក៏ច្រំនៅផ្ទះឯងហើយគ្រាន់តែថែទាំឲ្យស្អាតផងក៏មិនបានដែរវើយណែរឿងលុយចាំមិនទៅហើយហ៎ថ្លៃផ្ទះក៏មិនបងការប្រាក់ក៏មិនអោយមិនគិតចឹងយ៉ាងម៉េចហ្នឹង ចាស់អ្នកស្រីប្តីខ្ញុំទើបតែស្លាប់ រួចពីយ៉ាងម៉េច ខ្ញុំខ្វល់ចិត្តណាស់អ្នកស្រី រវល់តែអង្គុយកាត់តុកសំកុកហ្នឹងឯងហើយចាអ្នកនៅរស់មិនគិតរកស៊ីអីទេហ៎ មិនចឹងទេអ្នកស្រីខ្ញុំមិនទាន់បានចេញទៅលក់ដូរទើបជឿនយូររឿងថ្លៃផ្ទះនិងការប្រាក់ អាអ្នកងាប់ណាស់វាងាប់ទៅហើយចុះឯង សូមពន្យាពេលឲ្យខ្ញុំពីរ3ថ្ងៃទៀតទៅបានទេអ្នកស្រី ណែលុយថ្លៃផ្ទះមួយខែថ្លៃ 30,000 រៀលខ្ញុំណាបន្ធូរបន្ថយណាស់ទៅហើយ2ថ្ងៃទៀតបើគ្មានប្រាក់បង់ថ្លៃផ្ទះទេមិនបាច់នៅតទៅទៀតទេនាំគ្នាចោះចាញ់ទៅ បងរិនឲ្យខ្ញុំសុំរៀបអស់ឲ្យបងផងបានទេបងឲ្យខ្ញុំប្រមាណក៏បានដែរប្រមាណថ្ងៃនេះខ្ញុំលក់នំមិនដាច់សោះ អើយបងដូចជាមិនស្រួលខ្លួនសោះថ្ងៃនេះណែចន្ទថាអូចូលច្រើនណាស់ថ្ងៃនេះឯងជួយរៀបចំឲ្យអស់ឲ្យបងផងណាបងទៅសម្រាប់បន្តិចសិន ចាបងអរគុណច្រើនណាស់បងណា អរគុណជប់ចកេះណា អ
អូចន្ទថារួចឯងរៀបអស់រួចអស់ហើយហ៎ ចាបង ណែយកលុយទៅណែលុយឯងបានប៉ុណ្ណឹងទេណាចាណែយកទៅ ចាបងអរគុណហើយ អ្នកណានឹងចៅកាយ ខ្ញុំទេម៉ែ អើរួចសំងំធ្វើអីនឹងបាត់មាត់ឈឹងរហ័សមកផ្ទះម្លេះថ្ងៃនេះ ថ្ងៃនេះលក់នំមិនដាច់សោះម៉ែខ្ញុំចង់ទៅរកលុយគេធ្វើដើមដើម្បីយកមកលក់របស់ផ្សេងវិញណាម៉ែ ណែសល់តែ2 3ទៀតរួចហើយម៉ែម៉ែ ហ៎ កូននៅខ្វះសិភៅ2 ក្បាលទៀតអ្នកគ្រូប្រាប់ថាសិស្សម្នាក់ត្រូវតែមានព្រោះសត្វតែជាសិភៅសំខាន់ឃើញទេម៉ែថាកូនទ្រាំទ្រមិនរួចទេចំណាយទៅលើចៅកានឹងវាច្រើនណាស់ហើយបើមិនកើតទេឲ្យចៅកាវាឈប់រៀនទៅ អត់ទេម៉ែយើងគ្មានទ្រព្យហើយបើគ្មានចំណេះទៀតតើទៅថ្ងៃក្រោយយើងរំពឹងលើអីម៉ែ ស្រីកាឯណាសិភៅតាមដានឲ្យម៉ែមើលបន្តិចមើលហេតុអីលទ្ធផលការសិក្សាចុះខ្សោយបែបនេះកាខំយកចិត្តទុកដាក់រៀនសូត្រទៅកុំឲ្យម៉ែអស់សង្ឃឹមរឿងជីវភាពគ្រួសារទុកឲ្យម៉ែជាអ្នកដោះស្រាយមិនមែនកូនទេចាម៉ែលក់អស់ហើយហ្នឹងឯង ចាលោកអស់ហើយខ្ញុំទៅផ្ទះមុនហើយណាបង ចា អ
ចន្ទថាអើយណែបើឯងរកការងារណាបានធ្វើក៏ធ្វើទៅណាបើឯងធ្វើការនៅទីនេះកម្រៃវាបានតិចតួចស្រួយស្ដើងណាតែបើឯងតល់ខ្លាំងពេកឯងចង់មកក៏មកបងខ្ញុំសុំសងកន្ត្រកទៅបងវិញចា កើតអីចៅកាម៉ែកាត់ខ្យល់ដួលហ៎យាយមេបង្គោលរលំទៅហើយឲ្យម៉ែសង្ឃឹមអីទៅកូនម៉ែបានស្រួលខ្លះទេម៉ែម៉ែមិនអីទេកូនគ្រាន់តែអស់កម្លាំងតិចទេបន្តិចទៀតម៉ែជាហើយកុំភ័យអីម៉ែណែអាថានេះលុយឈ្នួលរៀបអស់ឯងណា 30000 រៀលបងរិនយកទៅទិញថ្នាំទៅណាចាបងអរគុណណាស់មិនអីទេមួយខែ 30000 រៀលខ្ញុំណាបន្ថោបន្ថយណាស់ទៅហើយ2ថ្ងៃទៀតបើគ្មានលុយបង់ថ្លៃផ្ទះទេមិនបាច់នៅតទៅទៀតទេនាំគ្នាចាក់ចេញទៅថ្លៃផ្ទះទេចុះឯណាការ
ប្រាក់ខ្ញុំនោះ ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកស្រីចាំថ្ងៃស្អែកខ្ញុំនឹងខំរកប្រាក់មករំលោះការឲ្យអ្នកស្រីទៀត កន្ធាឯងធ្វើឲ្យបាក់ខ្មៅដៃខ្ញុំហើយ ឯងដាក់ដៃឲ្យទៅខ្ញុំធ្វើអី ឆ្លងតាមការវិភាគកំហាក់របស់បងស្រីមិនមានផ្ទុកមេរោគរបេងទេតែធ្ងន់ធ្ងរនោះគឺជំងឺបាក់កម្លាំងដូច្នេះបងស្រីត្រូវសម្រាប់ឲ្យបានច្រើនហើយពិសាឲ្យបានគ្រប់គ្រាន់ហាមធ្វើការធ្ងន់ហើយពិសាថ្នាំឲ្យបានទៀងទាត់ ចា